សំរោទគេដេញចុះភ្នំដងរែកទ្រូងពើផ្សាពន់ពេកសែនសងវេកអាណិតភរិយាស្រែកឲ្យប្តីជួយព្រះអើយបងធ្វើយ៉ាងណាឡើងលើគេបាញ់ប្រហាជីវ៉ាតស៊ូណាអូននងនាងហូរឈាមរបួសដៃប្រឹងតោងវោស្រែកទាំងទឹកភ្នែកហូរបងអាសូស្ទើរខ្លោចអោរាអូនដើរលេងរួចផ្អែកខ្នងនឹងគល់រុក្ខានាងស្លាប់ទាំងបើកនេត្រាផ្ដាំថាយកកូនទៅផងខ្ញុំយំក្នុងទីស្មោសានយើងរត់គេចសង្គ្រាមបែរឈានចូលសាមុទ្រភ្លើងឃើញតែសាកសពដេកស្លាប់នៅក្នុងថ្លុកឈាមជីវិតមាច់ជរាជគំរាមមួយជំហានត្រូវផ្ទោជីវិតបងផ្ដេកសពអូនយកដីរយលើទ្រូងស្រីអូនធ្លាប់កេងចិត្តផ្ទៃថ្ងៃនេះដេកស្លាប់អ្នកឯងចោលឆ្អឹងក្នុងព្រៃឲ្យបងកន់ដោយកន់ដែងស្មារតីស្ទើរឈួតវងវែងដេកកំយើងវេទនាដល់ម្លឹងថ្ងៃក្តៅខ្លះទៀតស្រែកដងហើយឈឺចាប់ខ្ទោព្រៃស្ងាត់ឈឹងឮសំឡេងថ្មយប់ស្ងាត់ព្រឺព្រួយប្រលឹងដាច់ខ្យល់ដេកស្លាប់ចោលឆ្អឹងកំសពក្នុងដងបបាតាបងលេអូនហើយយកកូនទៅស្រុកយើងវិញបងសូមលាប្រលឹងទាំងទ្រូនអួលណែនខ្លោចផ្សាពេលស្រុកសានត្រានបងវិលមករកជីវ៉ាយកធាតុធ្វើបុណ្យបូជាស្មាលាជីវិ